អស់ពីទៀមទាចង់គ្រប់គ្រងកោះ Greenland លោក Donald Trump បង្ករឿងមិនចេះចប់មិនចេះហើយជាមួយនឹងរដ្ឋសមាជិកសម្ព័ន្ធមិត្តអូតង់ចៅហ្វាយសតវិមានបានរិះគន់ចំមកលើក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ថាមិនបានបញ្ជូនកងទ័ពទៅឈរជើងនៅជួរមុខជាមួយនឹងទាហានអាមេរិកអំឡុងពេលបំពេញបេសកកម្មរយៈពេល20ឆ្នាំដើម្បីកម្ចាត់ក្រុមភេរវកម្មអាល់កៃដានៅអាហ្គានីស្ថានលោកត្រាំបានសង្កត់ធ្ងន់ថារដ្ឋាភិបាលក្រុង Washington ក៏មិនដែលត្រូវការសម្ព័ន្ធមិត្តអូតង់ឡើយនេះបើយោងតាមបទសម្ភាសន៍របស់លោកត្រាំជាមួយទូរទស្សន៍អាមេរិក Fox News នៅថ្ងៃប្រហ័សទី22មករាពាក្យសម្ដីរបស់លោកត្រាំបានធ្វើឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ក្តៅស្លឹកត្រចៀកនិងបណ្ដាថ្នាក់ដឹកនាំនិងអិសរាជជនជាន់ខ្ពស់អង់គ្លេសចេញមុខប្រតិកម្មប្រុងប្រៀតថ្លែងតាមកញ្ចក់ទូរទស្សន៍អង់គ្លេសនៅថ្ងៃសុក្រម្សិលមិញលោក Starmer បានចាត់ទុកថាពាក្យសម្ដីរបស់លោកត្រាំជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់គ្រួសាររបស់កងទ័ពរដ្ឋសមាជិកអូតង់ដែលរងរបួសនិងបានពលីជីវិតនៅអាហ្គានីស្ថានដើម្បីបុព្វហេតុជាតិប្រមុខដឹកនាំអង់គ្លេសក៏បានបន្ថែមទៀតថាប្រសិនបើជាលោកប្រើពាក្យសម្ដីបែបនេះលោកនឹងសុំទោសជាសាធារណៈចំណែកព្រះអង្គម្ចាស់ Harry ដែលកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថាទាហានរាប់ពាន់នាក់បានលះបង់ជីវិតដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពឲ្យប្រជាជនអាហ្គានីស្ថានម្ដាយឪពុកបានបាត់បង់កូនជាទីស្រឡាញ់ក្មេងៗរស់នៅកំព្រាគ្មានឪពុកម្ដាយការលះបង់នេះគួរទទួលបានការគោរពនិងដឹងគុណដោយឡែកប្រធានគណៈបកប្រឆាំងអង់គ្លេសបានបរិហារលោកត្រាំថាបានប្រើពាក្យសម្ដីគ្មានការខ្មាស់អៀនមកលើទាហានអូតង់ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិគួររំលឹកថាអំឡុងបំពេញបេសកកម្មនៅអាហ្គានីស្ថានពីឆ្នាំ2001ដល់ឆ្នាំ2021រដ្ឋាភិបាលអង់គ្លេសបានដាក់ពង្រាយកងទ័ពរបស់ខ្លួនចំនួនប្រមាណ 150,000 នាក់ក្នុងនោះព្រះអង្គម្ចាស់ Harry បុត្រារបស់ព្រះមហាក្សត្រ Charles ទី3ក៏បានចូលរួមក្នុងបេសកកម្មនេះចំនួន2ដងពោលគឺនៅរវាងឆ្នាំ2007 2008និងឆ្នាំ2012និងឆ្នាំ2013នៅអាហ្វហ្គានីស្ថានទាហានអង់គ្លេសប្រមាណ457នាក់បានលះបង់ជីវិតដែលឈរនៅលេខរៀងទី2បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានទាហានប្រមាណ2400នាក់បានស្លាប់បាត់បង់ជីវិតកាណាដាបានបាត់បង់ទាហានប្រមាណ158នាក់បារាំងបានបាត់បង់ទាហាន89នាក់ដាណឺម៉ាកវិញបានបាត់បង់ទាហាន44នាក់ចំណែកប៉ូឡូញបានបាត់បង់ទាហាន43នាក់គួរជាថាមួយរយៈក្រោយនេះប្រជាប្រិយភាពរបស់លោកត្រាំបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសដោយសារនយោបាយប្រឆាំងនឹងជនអន្តោប្រវេសន៍អត្រាអ្នកគ្មានការងារធ្វើកើនឡើងខ្ពស់លោកត្រាំដើរបង្ករឿងនិងបង្កភាពរញ៉េរញ៉ៃនៅជុំវិញពិភពលោកដើម្បីបង្វែរការចាប់អារម្មណ៍